ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះគឺមានរឿងមួយរឿងដែលបងអូនស្រីម្នាក់គាត់ឈ្មោះពិសីបានចែករំលែកដល់ខ្ញុំរឿងរ៉ាវមួយនេះគឺកើតឡើងនៅក្នុងឆ្នាំ2012នៅក្នុងខេត្តកំពង់ចាមបច្ចុប្បន្នកាត់ចូលត្បូងឃ្មុំហើយប៉ុន្តែខ្ញុំសូមនិយាយថាកំពង់ចាមពីមុនទៅចោះរឿងមួយនេះទាក់ទងទៅនឹងរឿងរ៉ាវខ្មែរយើងហៅថាម៉េចណោះបើខ្សែចិនគេហៅថាឆុងឆ្នាំមានន័យថាអ្នកដែលស្លាប់ជាមួយនឹងអ្នកដែលរស់ហ្នឹងគឺឆុងជាមួយនឹងគ្នាហើយសមាជិកគ្រួសារក៏ព្យាយាមបង្វែរជៀសបញ្ជៀសនៅប្អូនរបស់ពិសីដូចគ្នាថាមិនចង់ឲ្យគាត់វិលត្រឡប់មកកន្លែងរោងបុណ្យទេតែនៅតែជួបរឿងរ៉ាវដ៏មិនល្អនៅតែជួបរឿងរ៉ាវដ៏សោកស្ដាយនិងរន្ធត់ចំពោះគ្រួសាររបស់ពិសីផងដែរទៅស្ដាប់រឿងរ៉ាវពិសីជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលពិសីបានចែករំលែកដល់ខ្ញុំនេះកើតឡើងនៅក្នុងឆ្នាំ2012នៅក្នុងទឹកដីខេត្តកំពង់ចាមពីមុនបច្ចុប្បន្នគឺកាត់ចូលត្បូងឃ្មុំនឹងឯងរឿងមួយនេះតាក់ទងទៅនឹងរឿងរ៉ាវឆុងឆ្នាំនោះគឺតាក់ទងទៅនឹងលោកយាយទួតរបស់គាត់គឺឆុងឆ្នាំជាមួយនឹងប្អូនប្រុសរបស់គាត់តាមក្បួនខ្មែរខ្ញុំមិនដឹងថាហៅយ៉ាងម៉េចទេបងប្អូនតែខ្ញុំឮទៅខាងចិនគេថាឆុងឆ្នាំមានន័យថាឆុងរវាងអ្នកដែលស្លាប់ហើយនិងអ្នកដែលរស់ហ្នឹងគឺឆុងគ្នាមានបងប្អូនខ្លះអំពីជំនឿថាពេលដែលមានអញ្ចឹងគឺអត់ឲ្យយើងទៅចូលរួមពិធីបុណ្យទេហើយបើសិនជាទៅចូលរួមក៏ត្រូវតែមានកិច្ចអីមួយចងជាខ្សែអំបោះចងអីទៅបងប្អូនខ្លះថាចងខ្សែអំបោះនឹងហើយអាវិញ្ញាណហ្នឹងមកតាមអំបោះនឹងមិនមកនោះទៀតដូច្នេះវាជារឿងអបិយជំនឿមួយនៅក្នុងតំបន់និងសហគមន៍និងបុគ្គលដែលជួបតែប៉ុណ្ណោះខ្ញុំមិនឲ្យបងប្អូនជឿទេខ្ញុំសូមបញ្ជាក់អញ្ចឹងហើយឥឡូវដល់រឿងពិសីវិញពិសីថាអញ្ចឹងបងកាលពីឆ្នាំ2012ពេលហ្នឹងគឺជាពេលវេលាដូចជាចិត្តមុនចូលឆ្នាំខ្មែរហើយបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏ចាប់ផ្ដើមរៀបចំផ្ទះសម្បែងយ៉ាងស្អាតពិនិត្យរៀងៗខ្លួនចំពោះខ្ញុំជាអ្នកដែលទៅធ្វើការនៅភ្នំពេញហើយប្អូនរបស់ខ្ញុំក៏ធ្វើការនៅទីក្រុងជាមួយនឹងខ្ញុំដូចគ្នាអញ្ចឹងយើងរៀបចំបងប្អូនបុណ្យចូលឆ្នាំខ្មែរយើងនឹងវិលត្រឡប់មកស្រុកកំណើតរបស់យើងដើម្បីចូលរួមពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងអញ្ចឹងទៅក៏ប៉ុន្តែកំឡុងពេលដែលប្រជាពលរដ្ឋខ្មែរកំពុងតែរៀបចំនិងសប្បាយទទួលទេវតាឆ្នាំថ្មីក្រុមគ្រួសាររបស់គាត់ក៏ជួបរឿងរ៉ាវអកុសលមួយដែលលោកយាយទួតរបស់គាត់បានចែកឋានទៅលោកយាយទួតរបស់គាត់បញ្ជូនពេលនោះដូចជា102ប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ2012ហ្នឹងគាត់ក៏បានលាចាកលោកទៅដោយជរាពាមរណៈអញ្ចឹងហើយក៏បានបាត់បង់អាយុសង្ខារទៅនៅពេលនោះនៅក្នុងឆ្នាំ2012អញ្ចឹងទាំងពិសីទាំងប្អូនរបស់គាត់ទាំងបងស្រីរបស់គាត់នឹងក៏នាំគ្នារៀបចំមនីមកធ្វើបុណ្យលោកយាយទួតរបស់គាត់ពេលដែលរៀបចំសម្ភារៈគ្រប់គ្រាន់ហើយដាក់ច្បាប់កន្លែងការងារគ្រប់គ្រាន់ហើយក៏នាំគ្នាចេញដំណើរមកទាំងល្ងាចពេលដែលគាត់ចេញដំណើរបានពាក់កណ្ដាលផ្លូវម្ដាយរបស់គាត់ក៏បានទេមកពិសីនឹងបងរបស់គាត់ទេមកប្រាប់ថាមកចូលរួមបុណ្យសពលោកយាយមកតែពិសីហើយនឹងបងស្រីបានហើយទុកឲ្យប្អូនប្រុសនៅកន្លែងទៅហេតុអីលោកយាយទួតស្លាប់ទាំងមូលហេតុអីក៏មិនឲ្យប្អូនរបស់គាត់ទៅចូលរួមម្ដាយគាត់ប្រាប់ថាតាមគេម៉ែគេដេញស្អីមើលអញ្ចឹងណាបងប្អូនធម្មតាលោកយាយទួតរបស់គាត់នឹងប្អូនពៅរបស់គាត់នឹងប្អូនប្រុសនឹងគឺត្រូវឆុងឆ្នាំនឹងគ្នាបើសិនជាទៅនឹងមានគ្រោះនឹងមានបញ្ហាក្នុងនាមជាម្ដាយជាឪពុកជាយាយជាតាជាសាច់ញាតិនៃគ្រួសារនៃសពនិងជាសាច់ញាតិនៃបុគ្គលដែលកំពុងទៅរស់សួរថាពិចារណានឹងគិតបែបម៉េចប្រកបហើយអ្នកស្លាប់គឺគាត់ស្លាប់ហើយលោកយាយទួតរបស់គាត់ប៉ុន្តែអ្នកដែលនៅរស់យើងត្រូវតែប្រកាសការពារទុកជាមុនផងដែរក៏សម្រាប់សម្រាំងមូលមតិជាឯកច្ឆន្ទមួយថាមិនអោយប្អូនពៅរបស់ពិសីហ្នឹងមកចូលរួមពិធីបុណ្យសពលោកយាយទួតរបស់គាត់ទេដោយសារតែខ្លាចមានបញ្ហាចេះបញ្ហាចុះទ
តាមអ្វីដែលគេបានដេញជើងលេខទៅក្នុងន័យនេះខ្ញុំមិនបង្អាប់បន្ទោសទៅលើខាងខ្មែរខាងចិនសាខាងអីនោះទេបងប្អូនក៏ប៉ុន្តែពេលខ្លះគេហៅថាអាគមផ្សំអាយុជំនឿវាបូករួមទៅនឹងអវិជ្ជាសាស្ត្រដូច្នេះបងប្អូនបើសិនជាជឿក៏ជឿដោយការពិចារណាដោយការគិតដូចគ្នាប៉ុន្តែមិនឲ្យងប់ងល់ខ្លាំងពេកទេក៏ប៉ុន្តែនៅក្នុងពេលវេលាដ៏តានតឹងមួយអ្នកដែលស្លាប់មួយអ្នកដែលនៅរស់តើគួរជ្រើសរើសយកមួយណាទាំងគេទាំងខ្ញុំពិបាកគិតដូចគ្នាមើលមិនឃើញទេអ្នកដែលស្លាប់ក្រោយមើលមិនឃើញទេប៉ុន្តែអ្នកដែលស្លាប់ឥឡូវនេះគឺមើលឃើញគឺជាលោកយាយទួតរបស់គាត់មែនអត់ប៉ុន្តែអ្នកដែលស្លាប់ក្រោយនេះគឺយើងមើលមិនឃើញទេបើគេដេញថានឹងមានគ្រោះនឹងមានឆុងនឹងមានរឿងរ៉ាវជាមួយនឹងគ្នាសួរថាយើងធ្វើគិតបែបណាដាច់ខាតគឺទៅតែបង្អាក់មនុស្សដែលនៅរស់នេះកុំឲ្យមកចូលរួមពិធីបុណ្យនឹងហើយបើមិនជាមកប្រកាសជាមានរឿងរ៉ាវចេះចុះទៅមិនមានរឿងស្ដាយក្រោយសម្រាប់ខ្លួនឯងនិងគ្រួសារនិងសមាជិកទាំងមូលមែនអត់អ្នកដែលបានដឹងរឿងហេតុការណ៍ហ្នឹងមិនពិបាកចិត្តតែបើមិនជាហាមឃាត់ទៅក៏មិនមានបញ្ហាដែរអញ្ចឹងម៉ែពុករបស់គាត់តេមកប្រាប់ពិសីពាំងបងស្រីរបស់គាត់ថាមិនអោយប្អូនរបស់គាត់ទៅទេហាមឃាត់ហើយប្អូនគាត់មានអ្នកចង់មកមែនតើមានអ្នកចង់មកប៉ុន្តែព្យាយាមអង្វរប្អូនតែប្អូនគាត់ស្រឡាញ់យាយទួតព្រោះការដែលយាយទួតគាត់នៅមានបច្ចុប្បន្នស្រឡាញ់ប្អូនពៅនឹងណាស្រឡាញ់ថាស្ទើរតែលិតគូតស្រឡាញ់មែនតើដូច្នេះហើយគាត់មនីចង់មកមែនតើប៉ុន្តែយើងហាមគាត់និយាយហេតុផលទៅគាត់វិលត្រឡប់មកកន្លែងស្នាក់នៅវិញជុំទៅស្រេចទៅស្រៈគោព្រិនផ្ដិតរូបថតដូចយាយគាត់អុចធូគាត់អីគាត់យំសោកបោកខ្លួនខ្លាំងមែនទេតែជំនាន់នោះវាគ្មាន Facebook គ្មានអីទេមែនអត់ដូចជា2013ឯងបាន Facebook ចូលមកទឹកដីយើងអញ្ចឹងគាត់ធ្វើដំណើរមកតែពីអ្នកបងស្រីរបស់គាត់ធ្វើដំណើរតាមម៉ូតូទៀតណាធ្វើដំណើរមកធ្វើបុណ្យលោកយាយរបស់គាត់បុណ្យសពហើយគាត់ក៏វិលមកធ្វើការវិញដល់បុណ្យ7ថ្ងៃគឺគាត់ត្រូវទៅម្ដងទៀតហើយក៏នៅតែអត់មានវត្តមានប្អូនប្រុសពៅរបស់គាត់នៅក្នុងការដែលចូលរួមពិធីបុណ្យសពលោកយាយរបស់គាត់ដូចគ្នាក៏ប៉ុន្តែប្អូនពៅរបស់គាត់ជំនះមានះរឹងត្អឹងមែនតែនៅពេលនោះគាត់ថាគាត់ត្រូវទៅបុណ្យសពលោកយាយរបស់គាត់ពីព្រោះអីគាត់យល់សពឃើញយាយទួតមកបង្ហាញខ្លួនមកហៅឲ្យគាត់ទៅរហូតថាថៃបើមិនទៅបុណ្យយាយមិនទៅបុណ្យយាយគាត់តែងតែបង្ហាញខ្លួនបែបហ្នឹងសួរថាយើងជាចៅសំណប់ដែលគាត់ស្រឡាញ់ពីមុនមកស្រឡាញ់ខ្លាំងសួរថាយើងធ្វើចិត្តយ៉ាងម៉េចបើយល់សពឃើញយាយមករហូតទាំងគេទាំងខ្ញុំបងប្អូនសាច់ញាតិស្លាប់ទាំងមូលតែបើថាយើងមិនបានទៅបុណ្យសពអាហ្នឹងវាជារឿងមួយពេលដែលបុណ្យ7ថ្ងៃបើយើងមិនបានទៅវាជារឿងមួយដល់ឡែកទៀតណាមែនអត់អញ្ចឹងទៅគាត់មិននេះទៅប៉ុន្តែគូសាចិត្តតែគាត់ចេះតែខំអត់បានទៅព្យាយាមរឹតបន្តឹងព្យាយាមណែនាំបញ្យល់គាត់ថាចាំបុណ្យ100ថ្ងៃចោះចាំទៅអត់អីទេយាយមិនប្រកាន់ខឹងចាក់កូនឯងទេចាក់ឯងទេណែនាំគ្រប់សពបែបយ៉ាងអញ្ចឹងពិសីនឹងបងស្រីរបស់គាត់ក៏ធ្វើដំណើរមកហ្នឹងដោយសារតែអីវ៉ាន់សំពីសំពងច្រើនបងប្អូនហើយក៏សម្រេចថាទុកម៉ូតូទៅអាសងគាត់ហ្នឹងគាត់ទុកនៅពេញទៅគាត់ក៏សម្រេចថាទិញនំធុងទិញអីដាក់តាមឡានជិះឡានមកទៅឱកាសហ្នឹងឯងជាឱកាសដែលប្អូនពៅរបស់គាត់មានឱកាសនៅក្នុងការមកស្រុកកំណើតហើយក៏ជារឿងមួយដែរយើងគិតពុំដល់ដូចគ្នាថ្ងៃចូលរួមនៃពិធីបុណ្យ7ថ្ងៃយាយរបស់គាត់ពិសីស្អីរៀបចំគ្រប់សពបែបយ៉ាងហើយបងប្អូនដឹងមិនអត់ប្អូនពៅរបស់គាត់នេះមិនសុខចិត្តថ្ងៃព្រលឹមឡើងមិនជាថ្ងៃចាប់ផ្ដើមពិធីបុណ្យតែហ្មងមែនអត់ពេលlàmពិធីបុណ្យអញ្ចឹងហើយព្រលឹមឡើងទៀតវេភពយកធាតុយកអីទៅដាក់នៅចែកដីនៅវត្តមិនវេបញ្ចប់ប្អូនពៅរបស់គាត់នេះថ្ងៃចូលរួមហ្នឹងគឺពិសីនឹងបងគាត់ទៅប្អូនគាត់អត់បានទៅប៉ុន្តែគាត់មិនប្រហែលជានៅមិនសុខទេគាត់ថានៅប្រហែលជានៅមិនសុខទេគេងមកយប់ព្រលឹមឡើងតេមកពិសីមកបងគាត់ថាយប់មិញនិយាយទួតមកញឹមដាក់ខ្ញុំមកហៅខ្ញុំឲ្យទៅខ្ញុំទ្រាំលែងបានខ្ញុំចង់ទៅអញ្ចឹងតែរបៀបបែបហ្នឹងអញ្ចឹងហើយក៏យើងមិនគិតថាគាត់សម្រេចចិត្តមកស្រុកកណ្ដាលដែរយើងគិតថាប្រហែលជាគាត់មកឆាវប៉ុណ្ណឹងទេធៀបពិតម៉ោងប្រហែលជា10ថ្ងៃ
ពិសីតេទៅបងអូនគាត់តេអត់លើកសោះតេអត់លើកមកសន្ទុះក្រោយមកគាត់លើកសួរថាទៅណាអូនបានអត់បងតេអត់លើកអញ្ចឹងគាត់ថាខ្ញុំមកពាក់កណ្ដាលផ្លូវហើយខ្ញុំមកដល់ពាក់កណ្ដាលផ្លូវហើយដល់ណាគាត់ថាគាត់ដល់ស្គុនហើយហួសស្គុនបន្តិចហើយគាត់ថាហើយមកស្រុកទៅមកបុណ្យយាយថ្ងៃហ្នឹងជាថ្ងៃបុណ្យយាយហើយពេលហ្នឹងកំពុងតែមីយាយតាអីមករៀបអាហារជូនគាត់ផងអីផងប្អូនគាត់មកទៀតដំណឹងហ្នឹងក៏ជូនដល់ម្ដាយយាយតារបស់គាត់ឲ្យបានដឹងភ្លាមថាបើមកហើយឥឡូវជិះហួសស្គុនតិចហ៎ហួសស្គុនតិចពីស្រុកគាត់ទៅវាហួសស្គុនហ្នឹងទៅខ្ទង់បែរជា1 ម៉ោងកន្លះគឺដល់ស្រុកកណ្ដាលដែរអ្នកនៅរោងប៉ុនប្រេះទ្រូងរៀងខ្លួនណាទប់តាកន្លះម៉ោងទេម្ដងទេលើកម៉ោងខ្ទង់ប្រហែលជា11តិចតួចទេបានបែរជា3 ដងហើយទេទៅសាក្រោយគឺលែងមាននរណាទទួលទូរស័ព្ទហ្នឹងហើយបាត់ស្ងាត់សូនឈឹងម៉ោងខ្ទង់12គ្រួសារនៅរោងប៉ុនហ្នឹងឡើងចង់ស្លឈាមឡើងស្ទះឈាមរៀងខ្លួនឆ្លេឆ្លាឲ្យបងប្អូនសាច់ញាតិជីទៅរកទៀតជីទៅដល់ខ្នល់ស៊ូងឡើងមកជីមករនៅតែអត់ឃើញតែថាវាមិនទៅដល់ឆ្ងាយយើងជីផ្ដែតមើលគីឡូតែឃើញអញ្ចឹងណាម៉ោងប្រហែលជា12ទូរស័ព្ទបងអូនរបស់គាត់ក៏ខលមកវិញគ្រួសារគាត់ទៅឃើញលេខហើយថាអូនទេមកវិញយើងធូរចិត្តក៏ប៉ុន្តែអ្វីដែលសំឡេងឮចេញអំពីទូរស័ព្ទបងអូនរបស់គាត់នោះមិនមែនជាសលេងបងអូនរបស់គាត់ណាជាសលេងមនុស្សស្រីម្នាក់វ័យខ្ទង់ប្រហែលជា30ឆ្នាំខលមកថាម្ចាស់លេខទូរស័ព្ទហ្នឹងត្រូវជាអ្វីហ្នឹងអ្នកដែលកំពុងលើកគាត់ថាខ្ញុំត្រូវជាបងឈ្មោះពិសីដោយអ្វីដែលគាត់បានសេវគ្រីសអីទុកលើហ្នឹងអញ្ចឹងបងអញ្ចឹងហើយគេប្រាប់ថាតាំងអារម្មណ៍តិចពីព្រោះប្អូនរបស់គាត់គេមិនដឹងថាប្អូនពៅឬក៏បងឬប្អូនទេគេថាត្រូវជាសាច់ញាតិត្រូវជាស្អីថាបើត្រូវជាប្អូនពៅអញ្ចឹងតាំងអារម្មណ៍តិចប្អូនរបស់គាត់ហ្នឹងគឺបានបាត់បង់ជីវិតហើយហួសស្គុនតិចមកសាលាឃុំមួយបានបាត់បង់ជីវិតនៅម្ដុំហ្នឹងគ្រួសារឮតែប៉ុណ្ណឹងហើយមានអារម្មណ៍មិនដែរធ្លាក់ទូរស័ព្ទចេញពីដៃយំយកមកត្បិតថាអ្នកដែលខលមកឲ្យសម្រួលអារម្មណ៍យ៉ាងម៉េចក៏ដោយហើយនៅតែគិតថាប្រហែលជាគេលេងសើចទេប៉ុន្តែគ្មានអ្នកចម្ងាយណាមកលេងសើចជាមួយយើងហើយឬក៏ស្គាល់លេខទូរស័ព្ទយើងនោះទេគេប្រាប់ឯកសន្តានប្រាប់រូបរាងមុខមាត់សក់ស្អីហ្នឹងគឺប្អូនគាត់ពិតប្រាកដមែនហើយវាជាថាប្អូនគាត់ពេលនោះគឺគាត់កោតងោអញ្ចឹងហើយគឺសន្និដ្ឋាននឹងហើយវាគ្មានរូបថតផ្ញើមកឲ្យដូចជំនាន់ឥឡូវទាំងម៉ូតូទាំងឡានក៏បានបន្តតាណាទៅទល់មុខម្ដុំសាលាឃុំមួយហ្នឹងឃើញថាប្អូនគាត់បានស្លាប់មែនមានប្រជាពលរដ្ឋនៅចោមរូមគ្រប់ភួយគ្រប់អីឲ្យចឹងទៅដាក់នេះដាក់នោះបាំងកុំឲ្យសពនឹងធ្វើក្តៅចឹងទៅក៏បានឃើញថានឹងជាប្អូនរបស់គាត់ពិតប្រាកដគោដឹកជញ្ជូនសពនឹងមកបុណ្យ7 ថ្ងៃរបស់យាយទួតក៏ត្រូវជាបុណ្យសពរបស់ប្អូនពៅប្រុសរបស់គាត់ដូចគ្នាធ្វើបុណ្យឈឺចាប់ទាំងយាយទួតបានចែកឋានទៅទាំងទុកសោកបោកខ្លួនងាកមកប្អូនពៅជាទីស្រឡាញ់ក៏ត្រូវបាត់បង់អាយុជីវិតដូចគ្នាដូច្នេះហើយគ្រួសារគឺរងសម្ពាធខ្លាំងនិងវិបដិសារីខ្លាំងមែនទែនពិសីថាពេលហ្នឹងស្ទើរថាបន្ទោសគ្នាទៅមកពិសីក៏គាត់ថាគាត់ចូលរួមខុសដូចគ្នាបងគាត់ថាចូលរួមខុសដូចគ្នាដោយសារអីពេលដែលមកបើសិនជាយើងយកតែម៉ូតូមកដាក់តាមឡានវារួចបាត់ទៅហើយអញ្ចឹងអូនគាត់អាចជិះម៉ូតូណាមកបានព្រោះមានម៉ូតូតែមួយបើសិនជាគេត្រូវមកស្រុកកណ្ដាលមិនត្រូវរកឡានរកអីជិះបើសិនជារកឡានប្រហែលជាគ្មានរឿងរ៉ាវអីកើតឡើងទេមែនអត់អញ្ចឹងហើយក៏ធ្វើម៉េចបានបាត់បង់អាយុជីវិតប្អូនគាត់មួយទៅ
គ្រួសារសោកសៅយំសោកបោកខ្លួនខ្លាំងមែនទែនមិនគួរណាមានរឿងរ៉ាវបែបនេះកើតឡើងបន្ទោសគ្នាទៅមកដល់ប៉ុន្តែគ្រប់យ៉ាងវាបានហួសរំលងបាត់ទៅហើយមានអីមានតែកាត់ចិត្តមានតែធ្វើបុណ្យដល់គ្រួសារដល់សាច់ញាតិដែលបានស្លាប់ទៅប៉ុណ្ណោះបងប្អូនសាកសម័យមើលយើង3សប្តាហ៍យើងធ្វើបុណ្យសពសប្តាហ៍ទី1សប្តាហ៍ទី2បុណ្យ7ថ្ងៃហងបុណ្យសពផងសប្តាហ៍ទី3ធ្វើបុណ្យសពប្អូនទៀតតើនរណាត្រៀមចិត្តបានបងប្អូនមិនដល់មួយខែផងត្រូវមានមនុស្ស2នាក់បាត់បង់ជីវិតហើយសិតតែជាអ្នកដែលមានតម្លៃនៅក្នុងគ្រួសាររបស់យើងសិតតែជាអ្នកដែលស្អិតរមួតទាំងយាយទួតទាំងប្អូនបង្កើតដែលធ្វើការរស់ស៊ីជាមួយនឹងគ្នានៅទីក្រុងភ្នំពេញត្រុកត្រាក់បែរទៅជាបាត់បង់អាយុជីវិតសួរថាអារម្មណ៍ពិបាកទទួលយកណាអញ្ចឹងក្រោយពេលដែលបុណ្យ7ថ្ងៃលោកយាយរបស់គាត់បូករួមទាំងបុណ្យសពប្អូនគាត់បានចប់ពិសីបងស្រីរបស់គាត់ក៏វិលត្រឡប់មករាជធានីភ្នំពេញវិញហើយមកដល់ប្រហែលថ្ងៃក្រោយមកគឺត្រូវវិលទៅបុណ្យសពវិញបងប្អូនដឹងមិនអត់ពិសីថាអញ្ចេះពេលដែលប្អូនគាត់ស្លាប់ហើយគាត់ថាគាត់មិនដឹងជាយល់សពឬក៏ឃើញភ្នែកស្រស់យ៉ាងម៉េចទេបងខ្ញុំអត់ច្បាស់ត្រង់នឹងដែរត្រង់ថាម៉ោងប្រហែលជា9យប់តាមបន្ទប់ជួលគេគេងហើយតែពេលហ្នឹងពិសីគាត់នឹកប្អូនហើយគាត់យំតែឈិតទៅឈូតខ្លាចបងលឺក៏ចេញមកក្រៅកំពុងតែយំមុខបន្ទប់អោបក្បាលជង្គង់អោនចឹងស្រាប់តែគាត់ថាមកឆាច់ហ្នឹងអារម្មណ៍គាត់ស្លងឃើញប្អូនរបស់គាត់ដឹកដៃយាយទូតរបស់គាត់មកលាគាត់មកប្រាប់ថាខ្ញុំទៅហើយចាអញទៅហើយស្រីអើយថែខ្លួនថែពុកថែម៉ែអីចឹងទៅថែយាយតាដឹកដៃគ្នាញឹមហើយដើរទៅបាត់ទៅគាត់មកព្រឺតហ្នឹងគាត់មើលទៅឃើញ2នាក់ហ្នឹងដើរចេញពីគាត់ពិតមែនហើយគាត់ក៏ចូលមកក្នុងបន្ទប់វិញអត់ហ៊ានឲ្យបងដឹងទេសងំគេងទៅវិញសងំបាត់មកឈឹងព្រឹកឡើងបងស្រីរបស់គាត់ប្រាប់ថាយប់មិនយាយនឹងអូនមកលីអញដែរមកលីអញប្រាប់អញ្ចឹងវិស័យភ្ញាក់ខ្លួនព្រឺតតែទៅពុកម៉ែតាយាយរបស់គាត់នៅស្រុកប្រាប់ថាយាយហើយនឹងបងប្អូនរបស់គាត់បានមកលាដូចគ្នាទទួលបានអារម្មណ៍នឹងទាំងគ្រួសារមកបងប្អូនគឺដឹងឮទាំងអស់គ្នាទៅមកដឹងថាពួកគាត់បានមកលាទាំងអស់គ្នាហើយមួយទៀតដឹងមិនអត់ចាស់គាត់ប្រាប់ថាអញ្ចេះអ្នកទាំងពីរហ្នឹងប្រហែលជាត្រូវឡើងទៅឋានណាមួយដែលសមប្រកបនឹងរស់នៅឲ្យបានសុខសាន្តនៅត្រោយសុគតិភពរបស់ពួកគាត់អញ្ចឹងហើយចាស់ប្រាប់ថាចូលបរិច្ចាគអ្វីដែលនៅសល់ពីគាត់ឲ្យអ្នកដតីទៅខោអាវប្អូនគាត់តន់សម័យជំនាន់នោះក៏បានចែកឲ្យអ្នកភូមិអ្នកស្រុកទៅសម្ពុតសម្លៀកបំពាក់យាយរបស់គាត់ថ្មីដែលចៅដែលកូនដែលអីនឹងទិញឲ្យយកចែកគេចែកឯងទៅដើម្បីអីទៅកសលផលបុណ្យឲ្យយាយនិងប្អូនពៅរបស់គាត់ទៅកាន់ត្រោយសុគតិភពណាមួយដែលល្អជាភពមួយដែរអាចនឹងជួយឲ្យគាត់បានរស់នៅដោយស្ងប់ដោយចាក់ផុតអំពីការឈឺចាប់ការរស់នៅជាមនុស្សហើយបងប្អូននឹងថាយើងនិយាយចេះយើងថាកើតជាមនុស្សសំណាងមែនអត់សំណាងប៉ុន្តែគិតសពទៅមនុស្សវាគាត់តែចេះដឹងចេះគិតចេះខ្វល់ខ្វាយពីរឿងនេះនោះរាល់នឹងឯងតែបើថាសំណាងខ្ញុំមិនដឹងថាម៉េចដែរទេតែកើតជាសត្វវាជាពពួកថោកទាបមិនជារឿងដែលមិនល្អមិនយើងគិតថាមិនសំណាងអាហ្នឹងក៏ជាការគិតរបស់ហើយយើងម្នាក់ទៅកើតជាមនុស្សយើងគិតថាសំណាងក៏គិតអញ្ចឹងទៅអ្នកខ្លះមានជីវិតមានអីគិតថាកើតជាមនុស្សមិនសំណាងជួបតែរឿងចេះរូបរឿងចោះអញ្ចឹងទៅចង់កើតជាទឹកកើតជាសត្វជាខ្យល់ជាភ្លើងអីយ៉ាងរបៀបហ្នឹងឯងតាមមនុស្សគិតរៀងខ្លួនហ្នឹងអញ្ចឹងរឿងរបស់ពិសីដែលគាត់ផ្ដល់ឲ្យខ្ញុំនៅឆ្នាំ2012សូមបញ្ចប់ត្រឹមហ្នឹងហើយពិតជាចូលរួមសោកស្ដាយចំពោះគ្រួសារគាត់សោកស្ដាយដែលបាត់បង់ប្អូនរបស់គាត់កាលពីឆ្នាំ2012ហើយក៏ចូលរួមលែកទុកវារឿងវាហួសហើយប៉ុន្តែយើងត្រូវតែលែកទុកត្រូវតែចូលរួមសោកស្ដាយជាមួយនឹងគាត់ហើយក៏សង្ឃឹមថាប្អូននិងយាយទូតរបស់គាត់បានទៅកាន់ត្រោយសុគតិភពមួយណាល្អសម្រាប់គាត់ផងដែរចំពោះរឿងវិស័យខ្ញុំសូមបញ្ចប់ទៅនឹងមុននឹងបញ្ចប់អរគុណគាត់ផ្ដល់សាច់រឿងដល់ខ្ញុំអរគុណបងប្អូនស្ដាប់រឿងនេះដល់ចប់ផងដែរហើយក៏មិនជំរុញឲ្យបងប្អូនជឿដែរ
ខ្ញុំតែងតែនិយាយមិនឲ្យជឿទេខ្ញុំគាត់ឲ្យស្ដាប់ជាការកំសាន្តស្ដាប់ជាការពិចារណាជាការត្រេះរិះឬក៏ពេលណាមួយឱកាសណាមួយបងប្អូននឹងជួបរឿងបែបហ្នឹងដែរនឹងគិតថាអូធៀបពិតទៅពិសីឬក៏អ្នកដតីបានជួបអញ្ចឹងហើយខ្ញុំក៏បានជួបអញ្ចឹងដូចគ្នាតែខ្ញុំមិនបានកត់សម្គាល់ដូច្នេះខ្ញុំអត់ចាប់អារម្មណ៍ចាប់ផ្លឹកពេលដែលទទួលបានរឿងពិសីទៅខ្ញុំគិតទៅថាអូក៏ពិតវាជាអបិយជំនឿសម្រាប់សហគមន៍សម្រាប់បុគ្គលសម្រាប់គ្រួសារមួយអញ្ចឹងពិតប្រាកដមែនខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនជម្រាបលា